គឺសូមឲ្យស្ត្រីយើងចេះរើស idol របស់ខ្លួនយើងនិយាយថាជ្រើសរើសអ្នកដែលជាគំរូឬក៏ idol យើងមិនដូចប្រឹងពង្រឹងសមត្ថភាពខ្លួនឯងតាមរយៈការរៀនចាជាស្ដែងក្រោយពេលដែលខ្ញុំបានបន្តការសិក្សានៅបាត់ដំបងខ្ញុំរៀនបានដល់ឆ្នាំទី3ក៏ខ្ញុំបានប្រឡងជាប់ក្របខ័ណ្ឌចូលបម្រើការងារនៅមន្ទីរការនារីខេត្តបាត់ដំបងរយៈពេល1ឆ្នាំដែលខ្ញុំបម្រើការនៅទីនោះហើយទៅក្នុងឆ្នាំ2008រាជរដ្ឋាភិបាលលោកក៏មានគោលនយោបាយលើកកម្ពស់ស្ត្រីជំរុញឲ្យស្ត្រីមានភាគរយក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងតំណែងជាថ្នាក់ដឹកនាំស្រុកខេត្តតែក្នុងពេលនោះគឺក្របខ័ណ្ឌអភិបាលរងយើងមានអភិបាលរងខេត្តអភិបាលរងស្រុកខណ្ឌដោយរយៈពេលដែលខ្ញុំបំពេញការងារជាមួយនឹងមន្ទីរការនារីយើងឃើញថាថ្នាក់ដឹកនាំមន្ទីរការនារីលោកមើលឃើញនៅការងាររបស់ខ្ញុំលោកក៏បានធ្វើការស្នើយោបល់ទៅខេត្តពាក់ព័ន្ធនឹងការរៀបចំឲ្យមានអភិបាលរងជាស្ត្រីប៉ុន្តែការរៀបចំឲ្យមានអភិបាលរងជាស្ត្រីគឺក្នុងឆ្នាំ2008អញ្ចឹងខ្ញុំធ្វើការបាន1ឆ្នាំទៅចាប់ផ្ដើមមានរៀបចំជាអាណត្តិក្រុមប្រឹក្សាក្នុងឆ្នាំ2009ខ្ញុំធ្វើនៅស្រុកកោះកឡបាន2អាណត្តិគិតទៅគឺ8ឆ្នាំដោយនៅក្នុងឆ្នាំ2017ចុងឆ្នាំវាជាអាណត្តិចុងក្រោយនៃការបំពេញការងារនៅស្រុកកោះកឡរដ្ឋាភិបាលត្រូវការផ្ទេរទូសម្រាប់មន្ត្រីរាជការជាថ្នាក់ដឹកនាំចាប់ពីអភិបាលរងស្រុកឡើងត្រូវតែដូរទីតាំងការងារស្របពេលនោះក៏ខ្ញុំត្រូវបានថ្នាក់ដឹកនាំដូរឲ្យមកបម្រើការងារនៅស្រុកមោងឫស្សីជាអភិបាលរងស្រុកមោងឫស្សីនៅក្នុងឆ្នាំ2017ឲ្យមកទៀតដល់ឆ្នាំ2020ចុងឆ្នាំគឺក្នុងកំឡុងខែ10រដ្ឋាភិបាលជាពិសេសគឺថ្នាក់ដឹកនាំខេត្តលោកក៏បានតែងតាំងឲ្យខ្ញុំបានក្លាយជាអភិបាលស្រុករុក្ខគិរីរហូតមកដល់បច្ចុប្បន្ននេះរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការសាងសង់អ្វីផ្សេងទៀតដែលខ្ញុំគិតថាយើងរៀបរាប់ទៅវាច្រើនវាអត់មានពេលសម្រាប់បង្ហាញទេខ្ញុំគ្រាន់តែបង្ហាញត្រួសដោយឡែកសម្រាប់ក្រៅពីការប្រើប្រាស់កញ្ចប់ថវិកាស្រុកខ្ញុំក៏បានគៀងគោសប្បុរសជនដើម្បីជួយកែលម្អបរិស្ថាននៅក្នុងក្របខ័ណ្ឌរដ្ឋបាលស្រុកនេះផងដែរក៏មានអង្គការដៃគូផ្សេងគាត់ចូលរួមក្នុងការជួយជាពិសេសឃើញបង្គន់អនាម័យនៅចាហៀងនេះគឺជាបង្គន់អនាម័យដែលពេលដែលខ្ញុំមកខ្ញុំបានទំនាក់ទំនងជាមួយនឹងអង្គការ World Vision ដើម្បីឲ្យលោកជួយទៅគឺយើងធ្វើបង្គន់នេះបានចំនួន2សម្រាប់បងប្អូនជាពលរដ្ឋដែលគាត់មកទទួលសេវានៅកាឡៃច្រកអញ្ចឹងគាត់ពិបាកក្នុងការចូលមកប្រើប្រាស់នៅអាគារនៅខាងក្នុងអញ្ចឹងគាត់អាចចេញទៅខាងក្រៅបាទដែលមាននៅខាងស្ដាំដៃនេះបានហើយកូនជាពិសេសបងដែលមានកូនតូចអញ្ចឹងងាយស្រួលដែរនេះជាអ្វីដែលយើងបានធ្វើហើយការយុទ្ធនាការសម្អាតបរិស្ថានផ្សេងក៏យើងបានការគ្រប់គ្រងពីអង្គការដៃគូច្រើនទាំងការសាងសង់សាលារៀនរហូតតាំងពីពេលដែលខ្ញុំមកដល់កាន់ទីតាំងនៅទីនេះយើងបានទទួលអគារថ្មចំនួន3សាលាគឺសាលាអនុវិទ្យាល័យបាសាក់អនុវិទ្យាល័យព្រៃតឡាចនិងអនុវិទ្យាល័យទូរគីដែលបានសម្ពោធរួចរាល់ហើយដោយជាអំណោយរបស់អង្គការសម្រាប់សិទ្ធិកុមារតាមរយៈការគៀងគោសុំពីរដ្ឋបាលស្រុកក្នុងឃុំដូចគ្នាដែរហើយក៏យើងមានការជួយពីអង្គការខេនប៉ុន្តែជាអគារបែបឈើហើយក្នុងក្របខ័ណ្ឌសាងសង់នៅតំបន់ដាច់ស្រយាលយើងបាននៅចំណប់កកិចំណប់បើឃ្លាំងយើងបាននៅចំណប់គួយឆ្មាយើងបាននៅព្រៃជីកនិយាយទៅសមិទ្ធផលដែលយើងបានពីអង្គការដៃគូក៏ច្រើនដែរតាមរយៈការសហការគ្នាអញ្ចឹងខ្ញុំដាំផ្ញើបងស្ត្រីបងប្អូនស្ត្រីថាយើងត្រូវតែប្រឹងពង្រឹងសមត្ថភាពខ្លួនឯងតាមរយៈការរៀនខ្ញុំគិតថាយើងប្រើជំនាញ4យើងនិយាយថាជ្រើសរើសអ្នកដែលជាគំរូឬក៏ idol យើងមិនដូចអ្នកចម្រៀងអញ្ចឹងបងប្អូនជាស្ត្រីមួយចំនួនគាត់អាចចេះពេញចិត្តអ្នកចម្រៀងនេះពេញចិត្តអ្នកចម្រៀងនោះគាត់ប្រឹងច្រៀងតាមដើម្បីគាត់ទៅប្រឡងឬគាត់ទៅអីចឹងទៅសម្រាប់យើងធ្វើការងារឬក៏រៀនសូត្រដូចគ្នាដែរ
នៅពេលដែលយើងចង់ខ្លាយជាឆ្នាក់ដឹកនាំយើងចង់ខ្លាយទៅជាសិស្សពូកែដែលបាននិទេស A ដូចបងដែលធ្លាប់បាននិទេស A លុះត្រាតែយើងចេះរកតំណាងឬក៏អ្នកគំរូរបស់យើងគិតថាអូថ្នាក់ដឹកនាំមួយនេះអាចថាជាអាបាលខេត្តសមាជិកសភាជាស្ត្រីយើងធ្លាប់មើលឃើញគាត់និយាយក្នុងទូរទស្សន៍យើងធ្លាប់ឃើញគាត់ធ្វើបទបង្ហាញនៅកន្លែងណាមួយឬក៏អ្នកគ្រូណាដែលយើងធ្លាប់ទៅរៀនមួយគាត់ហើយយើងស្រឡាញ់ទេពកោសល្យស្រឡាញ់សមត្ថភាពគាត់ចង់យកគាត់មកធ្វើជាគំរូអាហ្នឹងយើងប្រឹងបើន័យថាយើងត្រូវតែចេះចាប់យកអ្នកណាដែលយើងគិតថាជាមនុស្សអាចឲ្យយើងរៀនសូត្របានហើយយើងប្រឹងធ្វើតាមគាត់មានឱកាសជួបគាត់សម្បត្តិពិសោធន៍ពីគាត់ដើម្បីយកចំណេះដឹងពីគាត់មកអានេះវាជារឿងមួយដែលសំខាន់ដែរថាយើងមានសមត្ថភាពខ្លួនឯងហើយយើងចេះរើសតំណាងឬមួយក៏បុគ្គលគំរូដែលយើងស្រឡាញ់ដើម្បីយើងធ្វើតាមទៀត